ចាសម្រាប់ផ្ទាំងក្រោយចាស្មាហក់ខាងផ្ទាំងក្រោយគឺ7លេខបងប្អូន7លេខហ្នឹងយើងគូសមកហក់7លេខហ្នឹងយើងគូស7លេខហើយហក់ពីផ្ទាំងមុខមកបងប្អូនអញ្ចឹងយើងទុកធ្នេខាងលើមួយលេខទៀតទាំងអស់8លេខអញ្ចឹងណាចាកាត់ផ្ទាំងក្រោយហើយផ្ទាំងក្រោយយើងគូសទុកធ្វើមកកនុះកនុះដែលធីវបាត់ធីវកន្លែងកងធីវបងប្អូន5លេខហើយ2លេខហ្នឹងបន្ទាប់មកយើងដាក់ចំកនុះ2លេខហ្នឹងចាrồiហើយយើងចែកស្មាយើងចែកជា2ទៅហើយយើងបូក1លេខអញ្ចឹងណាចាសម្រាប់ទាំងក្រោយហើយហក់ស្មាកុំភ្លេចគឺហក់7លេខបូកក្នុងមួយធ្នេដេ1លេខទៀតគឺ8លេខចាហើយយើងគូសមកហើយយើងចែកសន្ទះខាងក្រោយចាសន្ទះខាងក្រោយគឺ40ចែកជា2បាន20បូក1 21ចាហើយនេះចំណុចដែលខ្ញុំគូសនេះគឺជាសន្ទះក្រោយចាទំហំសន្ទះមុខក៏ដូចគ្នាដែរចែកហើយយើងចុះឃ្លា17ចែកជា2ទៅយើងឃើញហើយយើងចែក38ចែកជា2 19បូក1 20ចាសន្ទះខាងមុខតែសន្ទះខាងក្រោយគឺ40ខុសគ្នាត្រង់ថាសន្ទះមុខទូជាងសន្ទះក្រោយហ្នឹងគឺ2លេខហើយចំណុចសន្ទះគឺនៅចន្លោះពាក់កណ្ដាលឃ្លៀកមុខនិងឃ្លៀកក្រោយហ្នឹងឯងចាទាំងមុខទាំងក្រោយហ្នឹងពេលដែលយើងចែករួចហើយយើងរកចំណុចហ្នឹងហើយយើងយកឈៀកមកគូសមកតាមចំណុចដែលយើងបានចែកមកចាពីសម្រងឃ្លៀកមកសន្ទះខាងក្រោយរួចហើយភ្ជាប់តទៅស្មាខាងលើចាបងប្អូនអាចមើលបានចាចាអញ្ចឹងមកយើងកាត់ផ្ទាំងមុខហើយឥឡូវយើងគូសហើយចែកទំហំតាមខ្ញុំប្រាប់ហ្នឹងរួចហើយយើងកាត់ផ្ទាំងក្រោយឥឡូវយើងកាត់ផ្ទាំងមុខផ្ទាំងក្រោយរួចហើយយើងមកកាត់ដៃអាវម្ដងចាចាសម្រាប់ការកាត់ដៃអាវគឺយើងទៅបត់កណាត់អត់ឲ្យប្រឆិតទេបងប្អូនគឺត្រង់ស្មើហ្មងចាហើយយើងចុះឃ្លៀកគឺ11លេខចាហើយទុកធ្នេដេខាងលើគឺ1លេខកន្លះអញ្ចឹង11លេខនិង1លេខកន្លះចា12លេខកន្លះតមកយើងគូសរចំណុចរ11លេខកន្លះហ្នឹងមកចាហើយយើងចែកទំហំឃ្លៀកអាវយើងហ្មងចា46ចែកជា2ចាគឺបាន23ចា23រួចហើយយើងចាប់ដើមរកចំណុចយកឈៀកហ្នឹងគូសពីចុងកពូលដៃមករកចំណុចដែលយើងចុះឃ្លៀក11លេខហ្នឹងចាយើងរួចហើយយើងរកចំណុច23ហើយយើងយកចំណុច23ហ្នឹងយើងបែកជា3យើងចែកជា3ចំណែកស្មើគ្នារួចហើយចំណុចក្បាលដៃយើងឡើង3លេខបន្ទាប់មកកនុះទី2ចាកនុះក្បាលដៃគឺកនុះទី1ហ្នឹងឡើង3កនុះទី2យើងឡើង1លេខហើយបន្ទាប់មកនៅមួយចន្លោះទៀតចាយើងមិនចែកជា3ពាក្យចាអញ្ចឹងយើងចូលកន្លះលេខបន្ទាប់មកយើងគូសសម្រងដៃអាវចាសម្រងដៃអាវចាសម្រងដៃអាវយើងគួរតែដក6លេខចេញដើម្បីទុកតចុងដៃ6លេខចា6លេខ
អញ្ចឹងបងប្អូនដកទៅ58 16លេខនៅសល់52ចា52ហើយយើងបុកចុងដៃមួយលេខវិញសម្រាប់ដេកទៅកុំឲ្យខ្វះចុងដៃយើងអញ្ចឹងបងប្អូនចាបងប្អូនអាចធ្វើអញ្ចឹងមកយើងដកទៅយើងរកសម្រងដៃអាវយើងហើយព្រោះអីឃើញហើយយើងយកពេលដែលយើងដេកគឺយកចុងដៃតបជាប់មកគឺត្រូវនឹងចំណុចដែលសម្រងដៃដែលយើងវាស់ចេញពីភ្ញៀវបន្ទាប់មកបងប្អូនយកពីចំណុចចុះឃ្លៀក11ទៅចំណុចចុងដៃយើងចែកជា2រកចំណុចកពួនដៃបន្ទាប់មកយើងចែកចាទំហំដើមដៃប្រហែលចា38ចែក2ចាបាន19ចឹងហើយបងប្អូនចាបូកឲ្យចា2លេខចា2លេខកន្លះចាបន្ទាប់ហើយបងប្អូនចាយើងចែកទំហំដៃមកហើយចែកទំហំកពួនដៃហើយចែកនឹងទំហំចុងដៃរួចបងប្អូនកពួនដៃយើងចែកទៅចាចែកទៅចែកជា2ឃើញប៉ុន្មានបងប្អូនចា34ចា34យើងបាន34បាន17បូកធ្នេ1លេខកន្លះចាចុងដៃយើង26 13បូកឲ្យ1លេខកន្លះដូចគ្នាហើយដើមដៃចាយើងចែកទៅបាន19បូកឲ្យចា1លេខកន្លះដូចគ្នាទុកធ្នេ1លេខកន្លះចារួចហើយយើងរកចំណុចយក3ចំណុចហ្នឹងយកគូសភ្ជាប់គ្នាដល់កន្លែងទំហំដើមដៃយើងមករួចហើយយើងយកឈៀកមកគូសបងប្អូនចាចំណុចដែលកពូលដៃយើងឡើងពី1លេខកន្លះដែលយើងទុកធ្នេដេឃ្លៀកហ្នឹងចាយើងទុក1លេខកន្លះហើយមិនចុះ11លេខទៀតដើម្បីចុះឃ្លៀកអាវចាអាវយើងចាអាវពោស្មាយើងចាបន្ទាប់មកបងប្អូនគូសមករកចំណុចដែលខ្ញុំប្រាប់ចាឃ្លៀកហ្នឹងបែងជា3ចាចំណុចទី1ឡើង3លេខចំណុចទី2ឡើង1លេខចាហើយចំណុចចន្លោះដែលមកភាគទៀតនេះយើងចុះកន្លះលេខហើយយើងយកឈៀកមកគូសមកហើយបន្ទាប់មកយើងកាត់ចាកាត់តាមហ្នឹងអញ្ចឹងបងប្អូនចាចាហ្នឹងបងប្អូនឥឡូវយើងមកកាត់ដៃអាវមកខាងទៀតដោយសារតែអាវនេះគឺជាកណាត់USA ចាហើយកណាត់នេះគឺធ្មេញឈើតូចយើងមិនអាចកាត់ម្ដងទាំងពីរផ្ទាំងដៃអាវទេយើងកាត់ម្ដងមកដៃអាវអញ្ចឹងចាផ្ទាំងដៃអាវបានតែមកមួយដៃអាវទេអញ្ចឹងឥឡូវយើងកាត់ចូលដៃអាវទី1ទៀតចាព្រោះអីដៃអាវយើងពីរចាពីរសងខាងហើយមិញយើងកាត់បានតែមួយទេដោយសារតែកណាត់នេះវាធ្មេញឈើទូចយើងត្រូវកាត់តែចឹងតែសម្រាប់កណាត់កាមែលបងប្អូនខ្ញុំបញ្ជាក់គឺកាត់ម្ដងបានទាំងដៃអាវពីរហ្នឹងយើងត្រួតម្ដងបានកាត់ម្ដងបានដៃអាវពីរតែសម្រាប់កណាត់ USA កណាត់តែធ្មេញឈើទូចយើងកាត់ម្ដងបានតែមួយផ្ទាំងទេបងប្អូនព្រោះអីធ្មេញឈើវាទូចយើងកាត់បានតែមួយផ្ទាំងទេបញ្ជាក់កន្លែងនេះបងប្អូនចាបងប្អូនហើយសម្រាប់កណាត់ចាUSA យើងទិញកណាត់គេសម្រាប់ដៃវែងគឺយក1.8 ម៉ែត្រចា1.8 ម៉ែត្រមិនគ្រប់ទេបងប្អូន1.8 ម៉ែត្រទៅ2 ម៉ែត្រចាពួកអីវាធ្មេញឈើទូចសម្រាប់កណាត់កាមែលតែធ្មេញឈើធំ1 ម៉ែត្រកន្លះចាគឺយកចា1 ម៉ែត្រអាវដៃវែងគឺយើងយកយើងទិញកណាត់គេគឺ1 ម៉ែត្រកន្លះគ្រប់ល្មមចាគឺល្មមទាំងពោលស្មាតពោលអីគ្រប់ល្មមសម្រាប់កណាត់មីងឈើធំតែសម្រាប់តែ USA គឺចន្លោះពី1.8 ម៉ែត្រទៅ2 ម៉ែត្រតាមទំហំដែលភ្ញៀវយើងគាត់មានធំមានទូចចឹងណាចាតែបើទូចទៅគឺ1.8 ម៉ែត្រទៅគ្រប់តែបើសម្រាប់មៀតរៀងធំតាម2 ម៉ែត្របងប្អូនចឹងណាចាតែបើកណាត់កាមែលគឺ1 ម៉ែត្រកន្លះគ្រប់ចាសារតែធ្មេញឈើធំចាឥឡូវយើងមកជាលេខឃ្លៀកអាវផ្នែកខាងផ្ទាំងមុខចាឃ្លៀកក្រោយនិងឃ្លៀកមុខផ្សេងគ្នាបងប្អូនយើងជានេះគឺកុំឲ្យសល់កណាត់កន្លែងឃ្លៀកអាវយើងអញ្ចឹងណាចា
ជាយកបងប្អូនមើលតាមអ្នកដែលគាត់អត់សូវមានសាច់ចាមានសល់សាច់គាត់ស្គមខ្លាំងគឺជាទៅ0.8 ចា0.8ទៅមួយលេខហ្មងណាសម្រាប់អ្នកអត់សូវមានសាច់តែបើអ្នកមានសាច់ច្រើនគាត់កន្លែងក្លៀកគាត់នឹងមានសាច់ចាកន្លែងទំហំទ្រូងគាត់រាងសាច់អញ្ចឹងយើងចូលតែកន្លះលេខបានហើយចាមើលដែរបងប្អូនអ្នកស្គមគឺចូលរាងខ្លាំងតិចដោយសារតែអ្នកស្គមអត់សូវមានសាច់គឺសល់ច្រើនអញ្ចឹងណាចាមិញយើងកាត់ដៃរួចហើយឥឡូវយើងមកកាត់ប៉ានស្មាខាងក្រោយចាឲ្យមនុស្សស្រីឬក៏មនុស្សប្រុសគឺមានស្មាប៉ានស្មាខាងក្រោយចាប៉ានស្មាយើងយកគ្រាន់តែយកស្មាខាងក្រោយយកមកត្រួតពីលើចាហើយកាត់កណាត់គឺមិនកណាត់ក៏ដោយរឹមណាបងប្អូនគឺដៃនេះរួចហើយឥឡូវយើងមកកាត់ចាយើងបាត់ស្មាខាងក្រោយចាប៉ានស្មាគឺយើងយកគ្រាន់តែយើងបាត់កណាត់ចាតឹងរឹមរួចហើយយើងយកសម្រងប៉ានស្មាគឺយកចាទាំងខាងក្រោយចាត្រួតពីលើហើយយើងកាត់ចាសម្រងផ្ទាំងទៅយើងនិយាយទៅយើងយកខាងក្រោយចាលេខប៉ាស្មាហ្នឹងយើងយកប៉ាស្មាកន្លែងចុះខាង5លេខកន្លែងផ្ទះគឺ11លេខបងយក11លេខហើយបងប្អូនចង់ស្រឡាញ់វាថាកាត់ជាតាមយកស្រួយឬក៏ត្រង់តាមចិត្តបងប្អូនស្មាកាត់ទៅហើយប៉ាស្មាបងប្អូនអាចចង់បានត្រង់ឬក៏ចូលចិត្តចាចង់បានត្រង់កាត់តាមស្រួយបងប្អូនកាត់តាមហ្នឹងចឹងទៅចាតែសម្រាប់អាវនេះគឺខ្ញុំយកត្រង់ចាដោយសារតែអាវនេះគាត់រៀងចំណាស់ហើយគាត់អត់យកស្រួចដូចក្មេងទេអញ្ចឹងបងប្អូនកាត់តាមនោះចឹងចានេះចានេះគឺជាគេហៅថាប៉ានស្មាខាងក្រោយចាប៉ានស្មាខាងក្រោយចាហើយកន្លែងនេះដែលខ្ញុំគូវាស់នេះចាគឺយើងយកសម្រង15លេខចា15លេខយើងគូឲ្យត្រង់មកនិយាយទៅអកែងចាត្រង់មកចាបងប្អូនកាត់ជាតាមនឹងទៅចាជាការស្រេចហើយនេះហៅថាប៉ានស្មាខាងក្រោយចាបាយបាយចាឥឡូវនេះយើងមកកាត់ចុងដៃអាវចាចុងដៃអាវបងប្អូនចាទំហំចុងដៃអាវគឺ26លេខតែពេលដែលយើងកាត់កណាត់ជាកណាត់ហ្មងចាទំហំចុងដៃអាវ26ចឹងយើងយក28ចាធ្នេដេម្លេងចឹង28ហើយទំហំវាយក6លេខទៅ6លេខកន្លះបងប្អូនអញ្ចឹងណាចាបងប្អូនស្រឡាញ់6លេខដាក់6លេខក៏បានចង់6លេខកន្លះក៏បានដែរតែខ្ញុំទូទៅខ្ញុំយក6លេខចុងដៃអាវចាអញ្ចឹង6លេខកន្លះចា6លេខកន្លះយើងយកទំហំចុងដៃអាវហ្នឹងចាយក6លេខកន្លះមកបងប្អូនទុកធ្នេលើក្រោម1លេខចានិយាយទៅចាយើងទាំងអស់យើងយក9លេខទៅចាទៅតឹង9លេខបណ្ដោយ28ចាហ្នឹងបានដៃអាវ2ហើយយើងកាត់មក2ផ្ទាំងត្រួតប៉ុនគ្នាមកចានេះហើយចុងដៃអាវរួចរាល់ហើយយើងគ្រាន់តែកាត់រួចហើយចាំយើងទៅកាត់គ្រឿងចុងដៃអាវម្ដងចាបាយបាយជម្រាបលា